មិត្តអ្នកធ្វើការដំបូងដែលគួរឲ្យគោរពយើងដឹងថាការចាប់ផ្ដើមការងារដំបូងគឺជាបទពិសោធន៍ថ្មីមួយដែលពោរពេញទៅដោយភាពរំភើបផងនិងក្តីបារម្ភផងអ្នកប្រហែលជាគិតថាតើធ្វើបែបណាទើបអាចបំពេញការងារដំបូងរបស់អ្នកឲ្យបានល្អហើយតើអ្នកគួរសម្របខ្លួនបែបណានៅទីកន្លែងការងារដំបូងនេះតើអ្នកត្រូវត្រៀមអ្វីខ្លះក្នុងការឈានជើងចូលក្នុងពិភពការងារដែលសម្បូរទៅដោយការប្រកួតប្រជែងមេរៀនថ្ងៃនេះគឺយើងចង់ណែនាំឲ្យអ្នកយកទៅគិតនិងពិចារណាដើម្បីជាប្រយោជន៍ក្នុងការជួយអ្នកនៅលើផ្លូវការងារដ៏វែងឆ្ងាយមួយនេះយើងសូមបញ្ចប់ជាមួយនឹងប្រធានបទការគ្រប់គ្រងពេលវេលាដើម្បីធ្វើការងារឲ្យមានប្រសិទ្ធភាពនេះគឺជាស៊េរីតូចមួយសម្រាប់ជួយអ្នកធ្វើការដំបូងឲ្យមានទំនុកចិត្តក្នុងការបំពេញការងារឲ្យបានល្អដែលស៊េរីនេះទាំងអស់មាន6ភាគសូមជម្រាបសួរម្ដងទៀតមិត្តអ្នកធ្វើការដំបូងដែលខិតខំប្រឹងប្រែងគ្រប់រូបនៅពេលដែលអ្នកទៅចាប់ផ្ដើមការងារដំបូងអ្នកនឹងត្រូវប្រឈមជាមួយនឹងកិច្ចការថ្មីៗជាច្រើនដែលត្រូវរៀននិងបំពេញហើយជួនកាលអ្នកប្រហែលជាមានអារម្មណ៍ថាការងារច្រើនពេករញ៉េរញ៉ៃពេកឬមិនដឹងថាត្រូវចាប់ផ្ដើមធ្វើពីចំណុចណាទៅចំណុចណាទេដើម្បីអាចបំពេញកិច្ចការទាំងអស់នោះឲ្យបានទាន់ពេលកាត់បន្ថយអារម្មណ៍តានតឹងនិងបង្ហាញពីភាពជាអ្នកមានទំនួលខុសត្រូវរបស់អ្នកការចេះគ្រប់គ្រងពេលវេលាផ្ទាល់ខ្លួនឲ្យបានល្អគឺជាជំនាញដ៏សំខាន់ដែលអ្នកត្រូវរៀនសូត្រនិងអនុវត្តតាំងពីពេលនេះតទៅអត្ថបទនេះនឹងជួយពន្យល់អ្នកពីអត្ថន័យនៃជំនាញគ្រប់គ្រងពេលវេលាថាហេតុអ្វីបានជាវាសំខាន់និងផ្ដល់ជូននូវគន្លឹះងាយៗមួយចំនួនដើម្បីជួយអ្នកឲ្យចាប់ផ្ដើមអនុវត្តវាប្រកបដោយប្រសិទ្ធភាពតើអ្វីទៅជាជំនាញគ្រប់គ្រងពេលវេលាជំនាញគ្រប់គ្រងពេលវេលាមិនមែនមានន័យថាអ្នកត្រូវបង្ខំខ្លួនឯងឲ្យធ្វើការឲ្យលឿនដើម្បីឲ្យទៅឆាប់ហើយនោះទេគឺសំដៅទៅលើសមត្ថភាពរបស់អ្នកក្នុងការចេះរៀបចំផែនការបែងចែកនិងការប្រើប្រាស់ពេលវេលាដែលអ្នកមានទៅលើកិច្ចការនីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីធានាថាការងារទាំងអស់ត្រូវបានបំពេញទៅតាមតម្រូវការនិងទាន់តាមពេលវេលាកំណត់សម្រាប់បុគ្គលិកថ្មីថ្មោងការចេះគ្រប់គ្រងពេលវេលាមាននៅចំណុចសំខាន់ដូចជាការចេះរៀបចំឲ្យបានច្បាស់លាស់អំពីប្រភេទកិច្ចការដែលអ្នកត្រូវធ្វើនិងពេលវេលាកំណត់ដែលត្រូវធ្វើឲ្យហើយការចេះបែងចែកអាទិភាពលើកិច្ចការទាំងអស់ដែលអ្នកត្រូវបានចាត់តាំងឲ្យទទួលខុសត្រូវមួយណាត្រូវធ្វើមុនមួយណាត្រូវធ្វើក្រោយការព្យាយាមបំពេញកិច្ចការប្រកបដោយការផ្ចិតផ្ចង់និងភាពជាម្ចាស់ការដោយមិនចាំបាច់ឲ្យអ្នកដទៃរំលឹកញឹកញាប់ការចេះកាត់បន្ថយឬការគ្រប់គ្រងការរំខានផ្សេងៗនៅពេលដែលអ្នកកំពុងផ្ដោតអារម្មណ៍ធ្វើការហេតុអ្វីជំនាញនេះមានសារៈសំខាន់សម្រាប់អ្នកចាប់ផ្ដើមធ្វើការងារដំបូងការចេះគ្រប់គ្រងពេលវេលាបានល្អនឹងនាំអ្នកនៅអត្ថប្រយោជន៍ជាច្រើនមានដូចជាជួយអ្នកបំពេញការងារឲ្យបានទាន់ពេលវេលាកំណត់ការមិនអាចបំពេញការងារតាមពេលវេលាដែលបានកំណត់អាចជះឥទ្ធិពលអវិជ្ជមានដល់ការងាររបស់មិត្តរួមក្រុមឬគម្រោងរបស់ក្រុមហ៊ុនទាំងមូលការចេះគ្រប់គ្រងពេលវេលាជួយឲ្យអ្នករៀបចំផែនការនិងបញ្ចប់កិច្ចការបានត្រឹមត្រូវតាមការកំណត់កាត់បន្ថយអារម្មណ៍ភ័យខ្លាចឬអារម្មណ៍វិលវល់នឹងការងារនៅពេលអ្នកមានកិច្ចការច្រើនត្រូវធ្វើការចេះបែងចែកនិងរៀបចំផែនការជាជំហានការគ្រប់គ្រងពេលវេលាបានល្អនិងការបំពេញការងារទាន់ពេលគឺជាសញ្ញាបង្ហាញថាអ្នកជាបុគ្គលិកដែលមានទំនួលខុសត្រូវគួរឲ្យទុកចិត្តនិងយកចិត្តទុកដាក់លើការងារដែលបានប្រគល់ឲ្យបង្កើនប្រសិទ្ធភាពនិងគុណភាពការងារនៅពេលអ្នកមានផែនការច្បាស់លាស់និងបែងចែកពេលវេលាបានត្រឹមត្រូវអ្នកនឹងមិនខ្ជិះខ្ជាយពេលវេលាទៅលើរឿងមិនចាំបាច់ហើយអ្នកអាចបំពេញកិច្ចការបានកាន់តែច្រើននិងមានគុណភាពកាន់តែល្អប្រសើរនេះគឺដោយសារតែអ្នកមានពេលវេលាគ្រប់គ្រាន់មិនចាំបាច់ប្រញាប់ប្រញាល់ធ្វើនៅនាទីចុងក្រោយបន្ថែមពីនោះគឺកសាងកេរ្តិ៍ឈ្មោះល្អនៅក្នុងក្រុមហ៊ុនអ្នកនឹងត្រូវបានគេមើលឃើញថាជាបុគ្គលិកដែលពឹងពាក់បានមានរបៀបរៀបរយក្នុងការងារនិងអាចគ្រប់គ្រងកិច្ចការដែលបានប្រគល់ឲ្យមិនតែប៉ុណ្ណោះអ្នកនឹងបង្កើនសមត្ថភាពជាមួយនឹងផលិតភាពការងារកើនឡើងអ្នកអាចបំពេញកិច្ចការបានកាន់តែច្រើនក្នុងពេលតែមួយគុណភាពការងារកាន់តែល្អប្រសើរដោយសារតែអ្នកមានពេលគ្រប់គ្រាន់ដើម្បីពិនិត្យមើលកែសម្រួលនិងធានាថាការងាររបស់អ្នកធ្វើបានត្រឹមត្រូវមានតុល្យភាពរវាងជីវិតផ្ទាល់ខ្លួននិងការងារអ្នកមិនសូវចាំបាច់ធ្វើការថែមម៉ោងដោយសារតែការងារមិនទាន់ហើយអ្នកបង្កើតឱកាសសម្រាប់ការរីកចម្រើននៅក្នុងអាជីព
ការបង្ហាញថាអ្នកអាចគ្រប់គ្រងការងារផ្ទាល់ខ្លួនបានល្អអាចនាំឲ្យអ្នកទទួលបានកិច្ចការឬការទទួលខុសត្រូវធំជាងមុនដែលជាផ្លូវទៅរកការឡើងតំណែងមានគន្លឹះងាយៗខ្លះដើម្បីជួយអ្នកចាប់ផ្ដើមអនុវត្តជំនាញគ្រប់គ្រងពេលវេលាឲ្យបានល្អសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមការងារដំបូងការអនុវត្តជំនាញនេះអាចចាប់ផ្ដើមពីចំណុចតូចតាចសិនអ្នកត្រូវតែយល់ច្បាស់អំពីកិច្ចការនិងពេលវេលាកំណត់នៅពេលដែលអ្នកគ្រប់គ្រងឬមិត្តរួមការងារប្រគល់ការងារឲ្យសូមសួរសំណួរឲ្យច្បាស់ថាតើអ្នកត្រូវធ្វើអ្វីខ្លះហើយត្រូវធ្វើឲ្យរួចត្រឹមពេលណាថ្ងៃណាសូមកុំធ្វើតាមតែការស្មានបង្កើតបញ្ជីការងារដែលត្រូវធ្វើសម្រាប់ប្រចាំថ្ងៃឬក៏ប្រចាំសប្តាហ៍សរសេររាល់កិច្ចការទាំងអស់ដែលអ្នកត្រូវធ្វើចុះក្នុងបញ្ជីកត់ចំណាំឬប្រើប្រាស់កម្មវិធីទូរស័ព្ទការមានបញ្ជីការងារនឹងជួយរំលឹកអ្នកនិងធ្វើឲ្យអ្នកងាយស្រួលរៀបចំការងារតាមលំដាប់លំដោយបែងចែកអតិភិបការងារបើសិនជាអ្នកមានកិច្ចការច្រើនដែលត្រូវធ្វើសូមសួរអ្នកគ្រប់គ្រងឬមិត្តរួមក្រុមដែលជិតស្និទ្ធថាតើការងារមួយណាដែលសំខាន់ឬមិនទាន់ជាងគេបំផុតដែលអ្នកត្រូវផ្ដោតលើមុនគេរៀនស្គាល់ពីកិច្ចការដែលចំណាយពេលតិចនិងកិច្ចការដែលត្រូវចំណាយពេលច្រើនបន្ថែមពីនោះសូមបំបែកការងារធំទៅជាចំណុចតូចៗបើសិនជាការងារណាមួយមើលទៅហាក់ដូចជាធំឬក៏ស្មុគស្មាញពេកសូមព្យាយាមបំបែកវាទៅជាជំហានតូចៗជាច្រើនដើម្បីឲ្យអ្នកងាយស្រួលធ្វើម្ដងមួយព្យាយាមប៉ាន់ស្មានពេលវេលាដែលត្រូវចំណាយពេលទទួលបានកិច្ចការហើយសូមសាកល្បងប៉ាន់ស្មានដោយខ្លួនឯងថាតើអ្នកត្រូវការពេលប្រហែលប៉ុន្មានដើម្បីធ្វើវាឲ្យហើយរួចរាល់ចំណុចនេះអាចនឹងពិបាកបន្តិចនៅពេលដំបូងតែវានឹងប្រសើរឡើងតាមរយៈបទពិសោធន៍ដែលអ្នកបានអនុវត្តផ្ទាល់កាត់បន្ថយការរំខានផ្សេងៗកំណត់អត្តសញ្ញាណនៅអ្វីដែលតែងតែរំខានអ្នកនៅពេលធ្វើការឧទាហរណ៍ដូចជាការមើលទូរស័ព្ទញឹកញាប់ការជជែកលេងច្រើនជាមួយមិត្តរួមការងារការបើកមើលបណ្ដាញសង្គមហើយព្យាយាមកាត់បន្ថយវាជាពិសេសនៅពេលដែលអ្នកកំពុងធ្វើការដែលទាមទារការផ្ចិតផ្ចង់និងផ្ដោតអារម្មណ៍ខ្ពស់ត្រូវមានការសម្រាកខ្លះនៅចន្លោះពេលធ្វើការសូមប្រើពេលសម្រាកប្រហែលពី5ទៅ10នាទីរៀងរាល់ការងារដែលអ្នកធ្វើជាប់រហូតចន្លោះពី1ម៉ោងទៅ1ម៉ោងកន្លះការធ្វើការងារដោយមិនសម្រាកវាធ្វើឲ្យអ្នកឆាប់អស់កម្លាំងនិងបាត់ការផ្ចិតផ្ចង់ព្រមទាំងអាចធ្វើកំហុសបានដោយងាយបន្ថែមទៅទៀតគឺត្រូវរៀនចេះនិយាយថាទេដោយការគួរសមនិងសមស្របប្រសិនបើមាននរណាម្នាក់សុំឲ្យអ្នកជួយធ្វើអ្វីមួយដែលអ្នកគិតថានឹងធ្វើឲ្យអ្នកមិនអាចបំពេញការងារសំខាន់ដែលគេបានប្រគល់ឲ្យទាន់ពេលកំណត់ទេសូមពិគ្រោះជាមួយអ្នកគ្រប់គ្រងរបស់អ្នកជាមុនសិនមុននឹងសម្រេចទទួលយកកិច្ចការថ្មីចំណុចនេះទាមទារការប្រយ័ត្នប្រយែងនិងការវិនិច្ឆ័យត្រឹមត្រូវក្នុងការអនុវត្តសម្រាប់បុគ្គលិកថ្មីហើយសូមចំណាយពេលខ្លីៗដើម្បីរំលឹកមើលការងារដែលយើងធ្វើឲ្យប្រចាំថ្ងៃឬក៏ប្រចាំសប្តាហ៍នៅជិតចប់ម៉ោងការងារឬចុងសប្តាហ៍សូមចំណាយពេលបន្តិចបន្តួចមើលទៅលើបញ្ជីការងាររបស់អ្នកដើម្បីដឹងថាតើអ្នកបានធ្វើអ្វីរួចខ្លះហើយនឹងអ្វីដែលនៅសេសសល់ដែលអ្នកត្រូវបន្តធ្វើនៅថ្ងៃបន្ទាប់សរុបសេចក្តីមកជំនាញគ្រប់គ្រងពេលវេលាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយសម្រាប់ភាពជោគជ័យនិងប្រសិទ្ធភាពការងារសម្រាប់បុគ្គលិកគ្រប់រូបជាពិសេសសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាជីពរបស់ខ្លួនការចេះគ្រប់គ្រងពេលវេលាបានល្អមិនត្រឹមតែជួយឲ្យអ្នកបំពេញការងារបានទាន់ពេលនិងមានគុណភាពខ្ពស់ប៉ុណ្ណោះទេតែវាក៏ជួយកាត់បន្ថយភាពតានតឹងភាពភ័យព្រួយព្រមទាំងបង្កើនទំនុកចិត្តលើខ្លួនឯងនិងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកនាពេលអនាគតផងដែរសូមចងចាំថាការគ្រប់គ្រងពេលវេលាគឺជាជំនាញដែលទាមទារការអនុវត្តការរៀនសូត្រនិងការកែសម្រួលជាបន្តបន្ទាប់សូមចាប់ផ្ដើមអនុវត្តពីគន្លឹះងាយៗខាងលើសិនហើយតាមរយៈការអនុវត្តអ្នកនឹងឃើញថាជីវិតការងាររបស់អ្នកនឹងកាន់តែមានរបៀបរៀបរយរលូននិងមានប្រសិទ្ធភាពជាងមុនជាមិនខានសូមជូនពរអ្នកទាំងអស់គ្នាអាចគ្រប់គ្រងពេលវេលារបស់ខ្លួនបានល្អដើម្បីភាពរលូននិងជោគជ័យនៅក្នុងអាជីពការងាររបស់អ្នក